ពិធីបុណ្យពុទ្ធិភិសេកព្រះពុទ្ធរូបសាងអំពីដើមចាវចាចំនួន3333ព្រះអង្គនិងផ្កាប្រាក់មហាសាមគ្គីវត្តអំពរវ័នហៅវត្តស្វាយខ្ញុំព្រះករណាអាត្មាភាពព្រះភិក្ខុអគ្គបក្សាតោសុករសានហៅលោកឪសាននិងព្រះគ្រូចាស់អធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តអំពរវ័នហៅវត្តស្វាយដែលស្ថិតនៅភូមិស្វាយធំឃុំអូដំបង2ស្រុកសង្កែខេត្តបាត់ដំបងបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យពុទ្ធិភិសេកព្រះពុទ្ធរូបសាងអំពីវចាដើមចាចំនួន3333ព្រះអង្គនិងផ្កាប្រាក់មហាសាមគ្គីសម្រាប់កសាងព្រះពុទ្ធរូបអាស្រ័យដោយបានប្រកេនទូលថ្វាយនិងជម្រាបជូនខាងលើខ្ញុំព្រះករណាយើងខ្ញុំទាំងអស់គ្នាសូមនិមន្តយាងអញ្ជើញព្រះតេជគុណសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាសប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយក្នុងនិងក្រៅប្រទេសមេត្តាចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យពុទ្ធិភិសេកនិងអនុមោទនានៅមហាកុសលផល្លាអានិសង្ឃរៀងខ្លួនសូមប្រកេននិងគោរពជូនពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតទៅជាប្រការដតីឡើយកម្មវិធីបុណ្យថ្ងៃច័ន្ទ14កើតខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែមីនាឆ្នាំ2026វេលាម៉ោង1រសៀលរៀបចំពិធីក្រុងពាលីវេលាម៉ោង2រសៀលជួបជុំពុទ្ធបរិស័ទធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តវេលាម៉ោង3រសៀលសម្ដែងព្រះធម៌ទេសនាចែកជូនជាធម្មទានវេលាម៉ោង5នាទីល្ងាចជួបជុំពុទ្ធបរិស័ទពិសាភោជនីយអាហារលុះព្រឹកឡើងថ្ងៃអង្គារ15កើតខែផលគុណឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី3ខែមីនាឆ្នាំ2026វេលាម៉ោង7ព្រឹកប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង8នាទីព្រឹកពិធីពុទ្ធិភិសេកវេលាម៉ោង9នាទីព្រឹកពិធីរាប់បាតព្រះសង្ឃ333អង្គវេលាម៉ោង10:30នាទីថ្ងៃត្រង់វេភតហាប្រគេនដល់ព្រះសង្ឃជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យអ្នកផ្ដើមបុណ្យព្រះភិក្ខុអគ្គបក្សាតោសុករសានហៅលោកឪសាននិងព្រះគ្រូចាស់អធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តអំពរវ័នហៅវត្តស្វាយទំនាក់ទំនងតាមរយៈទូរស័ព្ទលេខព្រះភិក្ខុសុករសាន010 44 83 45 085 53 53 97សូមអរព្រះគុណនិងសូមអរគុណ